កាលកន្លងទៅមានបុរសឪពុកនិងកូនបររទេះចេញទៅជួញក៏ប្រទះឃើញក្រពើមួយដែលត្រូវភ្លើងព្រៃរោលរលាកជើងទាំង4ក្រពើនោះស្គមរៀងរៃដើររកចំណីមិនបានគួរឲ្យអាសូរណាស់ដោយចិត្តអាសូរបុរសនោះក៏កាប់ឈើមកចងអមក្រពើនោះឲ្យជាប់រួចលើកដាក់លើរទេះដើម្បីនាំវាទៅរកប្រភពទឹកលុះដល់បឹងធំមួយបុរសនោះក៏ដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអស់ភក់រហូតមានកម្លាំងឡើងវិញស្រាប់តែក្រពើនោះគិតនឹងខំបុរសនោះឆីវិញបុរសនោះភ័យណាស់ក៏ស្រែកថាកុំខំអញអីអញមានគុណលើឯងណាស់ប៉ុន្តែក្រពើមិនស្ដាប់ឡើយពួកគេក៏នាំគ្នាទៅរកព្រះមហាក្សត្រដើម្បីឲ្យទ្រង់ជួយកាត់សេចក្តីក្រពើបានចោទបុរសនោះថាបានធ្វើបាបវាដោយការចងរត់ខ្លួនវាឲ្យឈឺចាប់ព្រះមហាក្សត្រទ្រង់ពិចារណាឃើញថាក្រពើនេះឥតធម៌និងពុំដឹងគុណគេឡើយទ្រង់ក៏រៀបល្បិចដើម្បីបញ្ជាក់ការពិតព្រះអង្គបង្គាប់ឲ្យបុរសនោះទៅចងក្រពើឲ្យជាប់ដោយពីមុនសិនសឹមទ្រង់កាត់ក្តីឲ្យក្រពើក៏យល់ព្រមតាមព្រះបន្ទូលលុះចងរួចហើយព្រះអង្គមានព្រះបន្ទូលថានាំវាទៅផ្ទះចុះថ្ងៃក្រោយកុំធ្វើគុណនឹងសត្វតិរច្ឆានគ្មាននរណាត្រូវទុកចិត្តសត្វមានចង្កូមនិងពិសឡើយក្រពើខិលខូចត្រូវជាប់ចំណងវិញព្រោះតែភាពមិនដឹងគុណរបស់វាបានបាត់បង់ឱកាសដែលបុរសចិត្តធម៌បានផ្ដល់ឲ្យបុរសនោះក៏ត្រឡប់ទៅផ្ទះវិញដោយក្តីសប្បាយចិត្តរឿងនេះបង្រៀនយើងថាការធ្វើបុណ្យត្រូវមើលមនុស្សហើយកុំទុកចិត្តសត្វសាហាវឲ្យសោះ